សម័យបុរេប្រវត្តិនិងអាណាចក្រភ្នំសតវត្សទី1ដល់សតវត្សទី6សម័យកាលនេះគឺជាគ្រឹះដំបូងបង្អស់នៃអរិយធម៌ខ្មែរដែលបានផ្លាស់ប្ដូរពីសង្គមកុលសម្ព័ន្ធមកជាសង្គមដែលមានការរៀបចំជារដ្ឋច្បាស់លាស់យើងអាចបែងចែកជាពីរផ្នែកធំៗដូចខាងក្រោម 1. សម័យបុរេប្រវត្តិមុនសតវត្សទី1មុនពេលអធិពលឥណ្ឌាចូលមកដល់បុព្វបុរសខ្មែរបានរស់នៅតាមរបៀបជាកុលសម្ព័ន្ធនៅតាមតំបន់ភ្នំនិងវាលទំនាបផុសតាមប្រវត្តិសាស្ត្រគេបានរកឃើញឧបករណ៍ធ្វើពីថ្មរលីងគ្រឿងអលង្ការនិងកុលាបភាជន៍នៅតាមស្ថានីយ៍បុរេប្រវត្តិដូចជាលាអាងស្ពានបាត់ដំបងសំរោងសែនកំពង់ឆ្នាំងនិងភូមិមូមេមត់ជំនឿខ្មែរដើមមានជំនឿលើអ្នកតាឬអមនុស្សពោលគឺការគោរពបូជាចំពោះព្រលឹងបុព្វបុរសនិងវត្ថុស័ក្តិសិទ្ធិដែលមាននៅក្នុងធម្មជាតិពីអាណាចក្រភ្នំឬហ្វូណនសតវត្សទី1ដល់សតវត្សទី6នេះគឺជាអាណាចក្រដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រខ្មែរនិងអាស៊ីអាគ្នេយ៍ដែលត្រូវបានកត់ត្រាទុកក្នុងឯកសារចិនការកកើតរដ្ឋនិងរឿងព្រេងតាមឯកសារចិនអាណាចក្រនេះកើតឡើងតាមរយៈអាពាហ៍ពិពាហ៍រវាងព្រះបាទហ៊ុនទៀនមកពីឥណ្ឌានិងព្រះនាងលាវយីម្ចាស់ស្រុកដែលខ្មែរយើងស្គាល់ក្នុងរឿងព្រេងកថាជាព្រះថោងនិងនាងនាគភូមិសាស្ត្រនិងរាជធានីដំបូងមានឈ្មោះថាជាធៈបុរៈបុរីនៃអ្នកបាញ់សត្វដែលស្ថិតនៅម្ដុំភ្នំឈើកាច់ខេត្តព្រៃវែងសពថ្ងៃកំពង់ផែមានកំពង់ផែអន្តរជាតិដ៏ល្បីបាញឈ្មោះថាអូកែស្ថិតក្នុងខេត្តមេកម្មទឹកដីកម្ពុជាក្រោមដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរវាងចិននិងឥណ្ឌាកែវអធិពលឥណ្ឌាសម័យនេះកម្ពុជាទទួលយកឥទ្ធិពលសំខាន់ចំនួន3ពីឥណ្ឌា1សាសនាព្រំសាសនាគោរពព្រះសិវៈនិងព្រះវិស្ណុនិងព្រះពុទ្ធសាសនារបបគ្រប់គ្រងការប្រើប្រាស់របបប្រជានិយមនិងច្បាប់ទម្លាប់តាមបែបឥណ្ឌា3អក្សរសាស្ត្រការប្រើប្រាស់អក្សរសំស្ក្រឹតសម្រាប់កត់ត្រារឿងរ៉ាវផ្សេងខេវសេដ្ឋកិច្ចកសិកម្មការធ្វើស្រែចម្ការនិងការជីកប្រឡាយបង្ហូរទឹកយ៉ាងស្មុគស្មាញពាណិជ្ជកម្មជាចំណុចកណ្ដាលនៃការដោះដូរទំនិញតាមសមុទ្ររវាងអាណាចក្ររ៉ូមឥណ្ឌានិងចិនងាវការធ្លាក់ចុះនៅពាក់កណ្ដាលសតវត្សទី6អាណាចក្រភ្នំបានចុះខ្សោយអំណាចដែលធ្វើឲ្យរដ្ឋចំណុះមួយឈ្មោះថាចេនឡាវេដណ្ដើមគ្រប់គ្រងនិងបន្តវេនមកជាសម័យកាលថ្មីមួយទៀតចំណាំឈ្មោះភ្នំឬហ្វូណនទំនងជាដកស្រង់ចេញពីពាក្យខ្មែរបុរាណថាភ្នំដែលសំដៅលើក្រមងាររបស់ស្ដេចនាសម័យនោះថាមហាក្សត្រភ្នំ